Hi, Susan đã đọc hiện nhom soya. Ngày nay vì chị play anh chôn tịch phùa nhom đã có ai hay nhom sẽ nhom dậy không đủ sập này. Ai để nhom trong dậy ngày nay cứ ទ្រព្យសម្បត្តិដែលយើងមានថ្លៃបំផុតក្នុងជីវិតគឺសុខភាពថ្ងៃហ្នឹងដែល topic របស់ខ្ញុំគឺសុខភាពbởi vì សុខភាពព្រោះសុខភាពវាជាអីដែលសំខាន់មែនទែនតែកាលពីយើងនៅក្មេងយើងមានអារម្មណ៍ថាវាអត់សូវសំខាន់ព្រោះយើងសុខភាពល្អភ្នែកយើងនៅមើលឃើញច្រមុះយើងនៅធំក្លិនមាត់យើងនៅភ្លុះអីឆ្ងាញ់អីចឹងយើងមានអារម្មណ៍ថាវាអត់សូវសំខាន់ទេព្រោះយើងនៅក្មេងអីចឹងតែអីដែលខ្ញុំចង់និយាយគឺសុខភាពវាជាអីដែលសំខាន់មែនទែនបើឧទាហរណ៍យើងជាមនុស្សដែលមាន passion យើងដឹងថាយើងចង់ធ្វើអីនៅក្នុងជីវិតតែយើងធ្លាក់ខ្លួនឈឺយើងចាប់ផ្ដើមធ្លាក់ខ្លួនឈឺយើងចាប់ផ្ដើមអីដែលលុយដែលយើងហួរមកហ្នឹងវាចាប់ផ្ដើមយកយើងចាប់ផ្ដើមយកលុយហ្នឹងទៅមើលជំងឺដែលយើងឈឺអញ្ចឹងអីដែលខ្ញុំចង់និយាយថ្ងៃហ្នឹងគឺមើលថែ complete មើលថែសុខភាពរបស់ខ្លួនឯងព្រោះវាសំខាន់ពិតមែនណាខ្ញុំធ្លាប់មានបទពិសោធន៍ដែលខ្ញុំធ្លាក់ខ្លួនឈឺធ្ងន់មែនទែនដល់អ្នកគ្នាគឺកាលហ្នឹងខ្ញុំផឹកថ្នាំហងលេបហងធ្វើគ្រប់យ៉ាងគឺកាលហ្នឹងខ្ញុំផឹកថ្នាំឡើងខ្ញុំលេបថ្នាំឡើង3ខែណាអ្នកគ្នា3ខែអាថ្នាំមកវិញអីដែលយើងអត់ចង់លេបអីដែលយើងមានអារម្មណ៍ថាអូខេបើខ្ញុំអត់ឈឺធ្ងន់គឺខ្ញុំអត់ទិញថ្នាំលេបហ្នឹងហើយខ្ញុំលេបអាថ្នាំដែលវាវិញហ្នឹង3ខែជាប់គ្នាបើខ្ញុំចាប់ផ្ដើមមកញ៉ាំបាយបានចាប់ផ្ដើមមានអារម្មណ៍ថាចាប់ផ្ដើមត្រឡប់មកប្រើជីវិតធម្មតាបានគឺក៏មុនគឺខ្ញុំឈឺខ្លាំងមែនទែនហើយអីដែលខ្ញុំចង់ share គឺ complex មើលថែសុខភាពព្រោះវាសំខាន់ពិតមែនអ្នកនាងទោះឥឡូវហ្នឹងយើងគិតថាវាអត់សូវសំខាន់តែពេលយើងចាស់ទៅពេលយើងចាប់ផ្ដើមឈឺយើងនឹងដឹងថាវាសំខាន់មែនទែននៅក្នុងជីវិតខ្ញុំគឺកាលហ្នឹងខ្ញុំឈឺមែនហើយខ្ញុំជាមនុស្សដែររៀនក៏ធ្ងន់ធ្វើការក៏ធ្ងន់អីចឹងហើយប៉ាខ្ញុំក៏ប្រាប់ខ្ញុំថាឧទាហរណ៍យើងរៀនធ្ងន់យើងធ្វើការធ្ងន់ប៉ុន្តែពេលយើងធ្លាក់ខ្លួនឈឺយើងនឹងយកអាលុយដែលយើងខំរកអាលុយដែលយើងធ្វើហ្នឹងឲ្យក៏ចំណេះដឹងអីរបស់យើងហ្នឹងមកព្យាបាលខ្លួនឯងដដែលហ្នឹងហើយគឺកាលហ្នឹងខ្ញុំនៅក្មេងហើយខ្ញុំអត់សូវយល់ពាក្យដែលគាត់ប្រាប់ហើយក៏ពាក្យដែលគាត់ចង់ប្រាប់ខ្ញុំអញ្ចឹងតែពេលខ្ញុំធំទៅខ្ញុំនឹងយល់ពាក្យហ្នឹងច្រើនជាងមុនហើយខ្ញុំចង់ប្រាប់អ្នកនរគ្នាមែនទែនថាសុខភាពវាជាអីដែលសំខាន់មែនទែនខ្ញុំអាចនិយាយ10ដង20ដងគឺអ្នកនរគ្នាបើយើងសុខភាពល្អយើងនឹងមានកម្លាំងទៅរកលុយយើងសុខភាពល្អយើងនឹងមានកម្លាំងទៅធ្វើអីដែលតាមគោលដៅរបស់យើងនៅក្នុងជីវិតហើយក៏ passion ហើយក៏អីក៏ក្តីសម័យអីក៏គ្រប់យ៉ាងគឺវាសំខាន់គឺវាចាប់ផ្ដើមពីសុខភាពបើយើងសុខភាពល្អយើងធ្វើអីក៏ល្អយើងមានអារម្មណ៍ថាយើងនឹងធ្វើអីល្អយើងនឹងមានអារម្មណ៍ថាយើងមាន passion មាន energy មានចង់ទៅធ្វើនេះធ្វើនោះបានបើយើងសុខភាពល្អយើងរឿងគ្រប់យ៉ាងក្នុងជីវិតយើងគឺវាចាប់ផ្ដើមល្អច្រើនជាងមុនអញ្ចឹងអីដែលខ្ញុំចង់ទាំងហ្នឹងគឺ complex មើលថែសុខភាពខ្លួនឯងទោះបីយើងអត់សូវបានមើលថែសុខភាពខ្លួនឯងតែគ្រាន់តែយើងគេងឲ្យបាន5ម៉ោងឡើងទៅក្នុងមួយថ្ងៃ5ម៉ោង8ម៉ោងអីចឹងឡើងទៅក្នុងមួយថ្ងៃក៏វាព្យាបាលអាសុខភាពវាព្យាបាលអីដែលយើងបាត់បង់ទៅច្រើនមែនទែនការដេកវាជាអីដែលសំខាន់ពិតមែនព្រោះវាជាសាសគេនិយាយថាការដេកវាជាអីដែលព្យាបាលយើងពេលយើងដេកទៅយើងនឹងទៅព្យាបាលអាសែលចាស់របស់យើងហើយក៏ព្យាបាលវាធ្វើឲ្យយើងរងមខ្លាំងជាងមុនហើយក៏វាធ្វើឲ្យយើងអត់សូវឈឺអីចឹងអីដែលខ្ញុំចង់និយាយថ្ងៃហ្នឹងគឺការដេកសំខាន់មែនទែនវាជួយច្រើនក្នុងសុខភាពរបស់យើងអញ្ចឹងអ្នកនរគ្នាកុំភ្លេចទៅមើលថែសុខភាពខ្លួនឯងកុំភ្លេចទៅទិញអីញ៉ាំល្អៗដើម្បីខ្លួនឯងកុំភ្លេចទៅនេះទៅនោះកុំភ្លេចគ្រាន់តែកុំភ្លេចមើលថែសុខភាពខ្ញុំមានអារម្មណ៍ថាមួយអ្នកនរគ្នាមកបើអ្នកនរគ្នាសុខភាពល្អហើយអ្នកក៏ទាំងអស់គ្នាមាន passion ហើយក៏ទៅធ្វើតាមក្តីសម័យពិតមែនអញ្ចឹងអីដែលខ្ញុំចង់និយាយថ្ងៃហ្នឹងគឺ complex មើលថែសុខភាពខ្លួនឯង Bye
ណា